បាទសូមគ្រប់ជំរាបសួរទៅកាន់លោកស្រីក៏ដូចជាបងប្អូននិស្សិតទាំងអស់ដែលសិក្សាជាមួយនឹងខ្ញុំនៅមុខវិជ្ជាបាទវិធីសាស្ត្រស្រាវជ្រាវកាលពីសប្តាហ៍មុនគឺយើងបានសិក្សាអំពីបាទមេរៀនទី2ដែលនិយាយអំពីបាទ choose the topic បាទការជ្រើសរើសប្រធានបទអញ្ចឹងលក្ខណៈសំខាន់បាទនៃការសរសេរសារណាបទគឺយើងត្រូវតែជ្រើសរើសនៅប្រធានបទមួយដែលស័ក្តិសមល្មមជាមួយនឹងបាទកម្រិតនៃការបាទយល់ដឹងរបស់យើងកម្រិតនៃវប្បធម៌របស់យើងបាទនៅក្នុងនោះខ្ញុំក៏សូមបញ្ជាក់ឡើងវិញថាចំណុចដែលយើងត្រូវធ្វើការពិចារណានោះគឺមាន4ចំណុចសំខាន់ក្នុងការជ្រើសរើសយកប្រធានបទមួយដែលមិនឲ្យបាទខ្ពស់ពេកឬកុំឲ្យបាទទាបពេកគឺសមល្មមជាមួយនឹងការយល់ដឹងនៅក្នុងកម្រិតនៃការសិក្សារបស់យើងបាទនៅក្នុងកម្រិតនៃការយល់ដឹងរបស់យើងគឺមានន័យថាបាទថ្នាក់បញ្ញាបត្រថ្នាក់ Master ឬក៏ថ្នាក់ PhD អញ្ចឹងដែលយើងរៀនបាទឥឡូវនេះគឺយើងរៀននៅក្នុងកម្រិតបរិញ្ញាបត្រអញ្ចឹងកម្រិតនៃការស្រាវជ្រាវគឺគេតែងតែជ្រើសរើសប្រធានបទនោះឲ្យស័ក្តិសមបាទស័ក្តិសមអញ្ចឹងមាន4ចំណុចនោះសំខាន់ទី1គឺបាទខ្ញុំសូមចូលទៅកន្លែងហ្នឹងបន្តិចទៅបាទជាការរំលឹកទ្រឹស្ដីទេសំទោសជាការរំលឹកមេរៀនឡើងវិញទេបាទបាទមាន4ចំណុចដែលនិស្សិតត្រូវតែយល់ដឹងឬក៏ពិចារណានៅក្នុងការជ្រើសរើសបាទ topic បាទជ្រើសរើសប្រធានបទបាទនៅក្នុងការសិក្សានេះឲ្យសមល្មមជាមួយនឹងខ្លួនឯងអញ្ចឹងខ្ញុំសូមបញ្យល់មួយបាទចំណុចដែលត្រូវពិចារណាទី1នេះគឺនិស្សិតត្រូវតែស្វែងរកអ្វីដែលខ្លួនឯងនឹងចាប់អារម្មណ៍បំផុតស្វែងរកអ្វីដែលខ្លួនឯងចាប់អារម្មណ៍បំផុតនោះមានន័យថាបាទនិស្សិតទាំងអស់គ្នាបាទស្រឡាញ់ជំនាញរបស់ខ្លួននោះមានន័យថាផ្នែកសេដ្ឋកិច្ចផ្នែកធនធានមនុស្សផ្នែកទីផ្សារផ្នែក IT ឬក៏ផ្នែកណាមួយដែលខ្លួនឯងកំពុងតែចាប់យកជំនាញអញ្ចឹងមានន័យថាប្រធានបទដែលនិស្សិតទាំងអស់គ្នាចាប់អារម្មណ៍គឺវាអត់ទៅណាឆ្ងាយក្រៅពីជំនាញរបស់ខ្លួនឯងទេអញ្ចឹងអ្នកសេដ្ឋកិច្ចគឺគាត់ចាប់អារម្មណ៍រមែងតែងតែចាប់អារម្មណ៍ទៅលើសេដ្ឋកិច្ចនឹងឯងហើយអ្នកទីផ្សាររមែងតែងតែចាប់អារម្មណ៍លើទីផ្សារនេះឯងអញ្ចឹងជំនាញណាដែលនិស្សិតកំពុងតែរៀនគឺមានន័យថានិស្សិតកំពុងតែចាប់អារម្មណ៍លើជំនាញហ្នឹងហើយជំនាញហ្នឹងហើយដែលជាប្រធានបទរបស់និស្សិតទាំងអស់គ្នានឹងគឺទី1ប៉ុន្តែស្គាល់ថាយើងមិនអាចយកជំនាញរបស់យើងទាំងដុលមកសិក្សានៅក្នុងបរិបទឬក៏ក្នុងវិសាលភាពដែលធំបានទេបាទឧបមាថាផ្នែកទីផ្សារមួយយើងមិនអាចយកផ្នែកទីផ្សារទាំងដុលយកមកធ្វើការសិក្សាទាំងអស់បានទេវាធំវាធំណាស់ហើយបើសិនជាសេដ្ឋកិច្ចក៏យើងមិនអាចយកសេដ្ឋកិច្ចទាំងមូលយកមកធ្វើការសិក្សាដែរហេតុអីបានជាយើងមិនអាចយកព្រោះធំពេករយៈពេលរបស់យើងមានកំណត់អញ្ចឹងគេឲ្យយើងទៅពិចារណានៅក្នុងចំណុចទី2ទៀតថាស្វែងរកអ្វីដែលសមនឹងប្រវត្តិសមជាមួយនឹងចំណេះដឹងសមជាមួយនឹងវគ្គសិក្សាដែលយើងនឹងកំពុងតែសិក្សាដែលយើងកំពុងសិក្សាហ្នឹងអញ្ចឹងគេឲ្យយើងថ្លឹងថ្លែងកន្លែងហ្នឹងឧបមាថានិស្សិតទាំងអស់គ្នាចង់សិក្សាដែលមានជំនាញផ្នែកសេដ្ឋកិច្ចប៉ុន្តែនិស្សិតទាំងអស់គ្នាបើសិនជាសិក្សាផ្នែកសេដ្ឋកិច្ចតែម្ដងគឺមិនអាចទៅរួចទេព្រោះវាធំអញ្ចឹងត្រូវដឹងថាសេដ្ឋកិច្ចហ្នឹងចែកចេញជាប្រមាណតាមដែលខ្ញុំដឹងគឺសេដ្ឋកិច្ចចែកចេញជា4ជា4ធំទី1គឺសេដ្ឋកិច្ចទីផ្សារសេរីទី2សេដ្ឋកិច្ច
បែបផែនការបាទទី3សេដ្ឋកិច្ចបែបបាទចម្រុះបាទសំទោសមាន3ហ្នឹងណាបាទមាន3បើនិស្សិតណាដែលមានជំនាញផ្នែកសេដ្ឋកិច្ចនឹងស្រាប់អាចជួយបញ្ជាក់ប្រាប់គ្រូផងបាទតាមគ្រូដឹងមាន3ហ្នឹងណាបាទអញ្ចឹងក្នុងចំណោម3ហ្នឹងនិស្សិតត្រូវជ្រើសរើសយកមួយទៀតបាទមិនមែនយកទាំង3ហ្នឹងទេបាទសេដ្ឋកិច្ចបែបទីផ្សារសេរីចែកចេញជាប្រមាណសេដ្ឋកិច្ចបែបផែនការហ្នឹងចែកចេញជាប្រមាណហើយសេដ្ឋកិច្ចបែបបាទចម្រុះហ្នឹងចែកចេញជាប្រមាណអញ្ចឹងដល់ពេលយើងគិតថាសេដ្ឋកិច្ចបែបទីផ្សារសេរីហ្នឹងវាធំពេកយើងត្រូវប្របែកហ្នឹងទៀតបាទប្របែកហ្នឹងទៀតអញ្ចឹងប្របែកហ្នឹងដើម្បីអីគេប្របែករកឲ្យឃើញបាទទំហំប្រធានបទដែលយើងគិតថាសមល្មមជាមួយនឹងការសិក្សារបស់យើងឧបមាថានិស្សិតទាំងអស់គ្នាចាប់អារម្មណ៍ប្រធានបទប្រទេសកម្ពុជាយើងចាប់អារម្មណ៍ណាបាទសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាយើងប៉ុន្តែនិស្សិតទាំងអស់គ្នាមិនអាចទៅសិក្សាសេដ្ឋកិច្ចបាទគ្រប់ជ្រុងជ្រោយនៃប្រទេសកម្ពុជាយើងបានទេត្រូវតែជ្រើសរើសយកចំណុចតូចណាមួយបាទចំណុចតូចណាមួយយកមកសិក្សានៅក្នុងប្រទេសកម្ពុជាយើងហើយប្រទេសកម្ពុជាយើងមិនអាចសិក្សា24ខែក្រុងទៀតត្រូវចាប់យកតំបន់ណាមួយបាទយកមកសិក្សាបាទអញ្ចឹងចូលដល់ចំណុចទី3នៅពេលដែលបាទយើងកំណត់យកប្រធានបទហើយយើងត្រូវគិតថាតើយើងនឹងទទួលបាទឯកសារឬក៏ទិន្នន័យទាំងឡាយណាដែលតាក់ទងជាមួយប្រធានបទរបស់យើងនឹងចេញពីណាមកឧទាហរណ៍ថាខ្ញុំសិក្សាបាទធនធានមនុស្សនៅក្នុងធនាគារមួយអញ្ចឹងនៅពេលដែលខ្ញុំគិតបាទចាប់អារម្មណ៍ជាមួយនឹងផ្នែកធនធានមនុស្សទៅចាស់បាទធនធានមនុស្សហើយធនធានមនុស្សនោះខ្ញុំអត់យកទាំងអស់ហើយខ្ញុំយកតែផ្នែកបាទក្នុងនោះមាន recruit មានបាទការទូទាត់សំណងមាន appraisal មានអីច្រើនអញ្ចឹងខ្ញុំយកចំណុចតែមួយគឺ appraisal យកមកសិក្សាបាទ appraisal អញ្ចឹងសួរថាចំណុចទី3សួរថាតើអឺអង្គភាពឬក៏ធនាគារដែលលោកគ្រូសុំបាទដែលខ្ញុំសុំទៅធ្វើការសិក្សាស្រាវជ្រាវតើធនាគារហ្នឹងអាចឲ្យព័ត៌មានអាចឲ្យទិន្នន័យឬក៏អាចឲ្យឯកសារណាដែលតាក់ទងជាមួយនឹង appraisal ហ្នឹងមកខ្ញុំបានដែរអត់បាទត្រូវគិតកន្លែងហ្នឹងទៀតអញ្ចឹងមានន័យថាម៉េចមានន័យថាពេលដែលយើងចាប់អារម្មណ៍លើប្រធានបទមួយហ្នឹងហើយយើងរៀបចំប្រធានបទហ្នឹងឲ្យតូចល្មមនឹងស័ក្តិសមនឹងខ្លួនយើងហើយយើងត្រូវគិតចំណុចទី3ទៀតថាឯកសារដែលយើងត្រូវចុះទៅសហគ្រាសចុះទៅក្នុងអង្គភាពណាមួយហ្នឹងតើអង្គភាពមួយហ្នឹងអាចមានឯកសារអាចមានព័ត៌មានហ្នឹងឲ្យយើងបានអត់បាទឲ្យយើងបានអត់ហើយចំណុចចុងក្រោយបាទស្វែងរកអ្វីដែលសមទៅនឹងពេលវេលាមានន័យថាប្រធានបទយើងហ្នឹងក្រៅពីយើងគិតថាល្មមសមរម្យជាមួយនឹងការគិតរបស់យើងសមល្មមជាមួយនឹងបាទចំណេះដឹងរបស់យើងកម្រិតនៃការយល់ដឹងរបស់យើងហើយត្រូវគិតទៅនឹងពេលវេលាដែរចឹងមានន័យថាសមល្មមចំណេះដឹងរបស់យើងប៉ុន្តែពេលវេលាបន្លាយរហូតដល់1ឆ្នាំឬក៏5 6ខែអាហ្នឹងក៏អត់បានដែរព្រោះបញ្ញាបត្រជាទូទៅត្រឹម4ខែអីទេបាទត្រឹម4ខែទេអញ្ចឹងត្រូវបញ្ចប់បាទអញ្ចឹងនេះគឺជាបាទជំហានក្នុងការពិចារណាបាទក្នុងការពិចារណាតាក់តែងឬក៏កំណត់នៅប្រធានបទដែលខ្លួនលើកយកមកសិក្សាបាទលើកយកមកសិក្សាអូខេអញ្ចឹងបន្ទាប់ពីយើងកំណត់បានមកក្រែងបាទការកំណត់របស់យើងវានៅតែធំអញ្ចឹងវិធីសាស្ត្រក្នុងការកំណត់អឺប្រធានបទរបស់យើងហ្នឹងបាទខ្ញុំមានវិធី6ផ្សេងពីការពិចារណាមិញទៀតបាទមាន6អញ្ចឹងនៅពេលដែលយើងគិតថាតើប្រធានបទយើងនៅពេលដែលយើងចាប់អារម្មណ៍បាទចាប់អារម្មណ៍លើប្រធានបទមួយដោយលោកគ្រូផ្ទាល់ខ្ញុំចាប់អារម្មណ៍ទៅលើទីផ្សារពួកខ្ញុំជំនាញទីផ្សារប៉ុន្តែសួរថាទីផ្សារនោះវាធំអត់ធំខ្លាំងបាទបើនិយាយអំពីទីផ្សារចែកចេញជា4ធំចែកចេញជាបាទចែកចេញជា4ចែកជា4ធំបាទទី1គឺគេនិយាយអំពីមូលដ្ឋានគ្រឹះបាទទី2គេនិយាយអំពីការស្រាវជ្រាវទី3គេនិយាយអំពីយុទ្ធសាស្ត្រទី4គេនិយាយអំពីការគ្រប់គ្រងការលក់អញ្ចឹង
ក្នុងចំណោមទីផ្សារទាំង4នេះខ្ញុំមានលទ្ធភាពយកតែមួយនេះគឺការគ្រប់គ្រងការលក់នេះឯងបាទការគ្រប់គ្រងការលក់នេះពួកខ្ញុំយកប្របែកទៀតខ្ញុំយកតែ personal selling ទេអត់យកអ្វីច្រើនទេបាទអត់យកអ្វីច្រើនទេអញ្ចឹងមានន័យថាម៉េចនៅពេលដែលយើងប្រមូលគំនិតបានបាទប្រមូលគំនិតបានធំមួយបាទអញ្ចឹងយើងមិនអាចយកធំនោះបានទេដូចជាខ្ញុំលើកឧទាហរណ៍មិញអញ្ចឹងគឺថាខ្ញុំប្រមូលគំនិតផ្នែកទីផ្សារបានប៉ុន្តែបាទគំនិតទីផ្សាររបស់ខ្ញុំអត់អាចយកទាំងដល់បានទេខ្ញុំត្រូវចូលមកជំហានទី2ការជ្រើសរើសចំណុចណាមួយអញ្ចឹងបំបែកចំណុចទី1ហ្នឹងចំណុចយើងប្រមូលគំនិតបានមិញហ្នឹងមាន4ហ្នឹងយើងបំបែកយកតែមួយបាទបំបែកយកតែមួយអញ្ចឹងចូលបើសិនតែមួយហ្នឹងវានៅតែធំទៀតបំបែកទៀតបាទបំបែកទៀតបំបែករហូតតតែយើងគិតថាចំណុចមួយណាដែលយើងអាចយកបានបាទនេះគឺរបៀបក្នុងការកំណត់ឬក៏រៀបចំទំហំប្រធានបទដែលយើងអាចទៅរួចបាទអាចសិក្សាទៅរួចអញ្ចឹងនិស្សិតទាំងអស់គ្នាខ្ញុំគិតថាដូចជាការពន្យល់របស់ខ្ញុំដូចយើងច្រើនហើយក៏បាទរំលឹកឡើងវិញហើយក៏មានคลิปពីមុនមកច្រើនដែរអញ្ចឹងខ្ញុំគិតថាសមល្មមជាមួយនិស្សិតអាចនឹងយល់បានបាទអញ្ចឹងបន្ទាប់ពីយើងរៀបចំនៅបាទ topic របស់យើងប្រធានបទរបស់យើងហើយគឺយើងត្រូវបាទទៅស្វែងយល់មួយទៀតគឺតកតងជាមួយនឹងបាទ writing literature review គឺការរំលឹកទ្រឹស្ដីអញ្ចឹងតកតងជាមួយនឹងការរំលឹកទ្រឹស្ដីនេះផងដែរគឺបាទអត់សរសេរទាំងអស់ទេអត់សរសេរអ្វីដែលតកតងជាមួយនឹងប្រធានបទបាទធំឲ្យយើងប្រមូលមិញបាននោះទេគឺប្រធានបទដែលយើងកម្រិតប៉ុណ្ណាគឺយើងសរសេរតែប៉ុណ្្នឹងទេបាទសរសេរតែប៉ុណ្្នឹងទេអញ្ចឹងខ្ញុំសូមត្រឡប់ទៅឧទាហរណ៍បន្តិចបាទនេះតកតងជាមួយនឹងបាទការគ្រប់គ្រងប្រធានបទរបស់ខ្ញុំគឺបាទបាទបាទប្រធានបទរបស់ខ្ញុំគឺតកតងជាមួយនឹងការបាទការគ្រប់គ្រងការលក់បាទការគ្រប់គ្រងការលក់អង្គនៅក្នុងក្រុមហ៊ុនរស្មីពិសីខ្ញុំជ្រើសរើសក្រុមហ៊ុនរស្មីពិសីនឹងធ្វើជាបាទគ្រឹះស្ថានឬក៏សហគ្រាសដែលខ្ញុំចាប់អារម្មណ៍ជាងគេចុះទៅធ្វើការប្រមូលព័ត៌មានយកមកសិក្សាបាទចងក្រងធ្វើជាបាទប្រធានបទអញ្ចឹងប្រធានបទដែលខ្ញុំលើកឡើងបាញ់មិញនេះទីផ្សារគឺចែកចេញជា4បាទ4កម្រិតដែលអ្នករៀនអំពីទីផ្សារហ្នឹងគឺត្រូវតែយល់ដឹងអំពី principal marketing បាទពេលដែលយើងសិក្សាអំពី principal marketing ហើយគឺត្រូវតែចេះប្រមូលព័ត៌មានបាទចេះប្រមូលព័ត៌មានគឺបាទ marketing research បន្ទាប់ពីប្រមូលព័ត៌មានបានហើយគេត្រូវរៀបចំយុទ្ធសាស្ត្របាទstrategy marketing បាទបន្ទាប់ពីរៀបចំយុទ្ធសាស្ត្រហើយយើងត្រូវធ្វើការចេះគ្រប់គ្រងការលក់បាទអញ្ចឹងនៅក្នុងចំណុចសំខាន់នៃទីផ្សារទាំង4នេះគឺខ្ញុំជ្រើសរើសយកតែមួយចំណុចទៅគឺការគ្រប់គ្រងការលក់អង្គនៃក្រុមហ៊ុនរស្មីវិស័យបាទអញ្ចឹងបើទីផ្សាររស្មីវិស័យគឺធំពេកទៅរួចបាទដោយសារតែដោយលោកគ្រូបញ្ជាក់មិញអញ្ចឹងកម្រិតនៃការយល់ដឹងរបស់យើងផងតកតងសំខាន់ជាងគេគឺពេលវេលានិងឯកសារដែលពាក់ព័ន្ធជាមួយក្រុមហ៊ុនដែលក្រុមហ៊ុនมันអាចឲ្យបានបាទព្រោះវាតកតងជាមួយនឹងបាទយុទ្ធសាស្ត្រទីផ្សារយើងដឹងស្រាប់ហើយដូចបើសិនតែយើងលើកយកមកនិយាយលាតត្រដាងដូចជាហែកទ្រូងគេឃើញអញ្ចឹងគេត្រូវការលាក់បាទលាក់តុងអូខេអញ្ចឹងនៅពេលដែលយើងមានប្រធានបទទាក់ទងជាមួយនឹងការគ្រប់គ្រងការលក់នេះយើងអត់និយាយអំពីបាទទីផ្សារទេយើងអត់និយាយអំពី principal marketing ទេយើងអត់និយាយអំពីបាទ marketing research យើងក៏អត់និយាយអំពី strategy marketing ទេគឺនិយាយតែអំពីការគ្រប់គ្រងការលក់នេះឯងអញ្ចឹង
បាទយើងបន្តទៅមើលការរំលឹកទ្រឹស្ដីរបស់ខ្ញុំបាទអូខេបាទអញ្ចឹងអឺនិស្សិតទាំងអស់គ្នាក៏លេខមើលបាទ slide បន្តបាទគឺបាទរំលឹកទ្រឹស្ដីរបស់ខ្ញុំគឺនិយាយអំពីការប្រងការលក់នេះឯងការប្រងការលក់ការធ្វើផែនការលក់គោលបំណងការបង្កើតយុទ្ធសាស្ត្របាទការរៀបចំបុគ្គលិកលក់បាទការនិយាយទៅទៀតការនិយាយអំពីការបណ្ដុះបណ្ដាលបុគ្គលិកលក់ទូនាទីរបស់បុគ្គលិកលក់បាទនិយាយគឺធ្វើម៉េចតាក់ទងជាមួយនឹងការគ្រប់គ្រងការលក់នឹងតែម្ដងបាទអត់ឃ្លាតឆ្ងាយពីគ្នាទេអត់និយាយអំពីវិធីសាស្ត្រក្នុងការស្រាវជ្រាវបាទ marketing អត់មាននិយាយអំពីយុទ្ធសាស្ត្រនៃការធ្វើ marketing គឺអត់មានទេបាទគឺតាក់ទងជាមួយនឹងធ្វើម៉េចបាទរៀបចំចាត់ចែងបុគ្គលិកផ្នែកលក់ហ្នឹងបាទឲ្យត្រូវទៅតាមតួនាទីឲ្យត្រូវទៅតាមបាទមុខងារអីចឹងទៅហោហែចឹងទៅតាមតំបន់តាមអីចឹងទៅតាមចំណែកទីផ្សារចឹងទៅបាទអញ្ចឹងអត់មាននិយាយអំពីបាទត្រូវធ្វើម៉េច marketing ត្រូវផ្សព្វផ្សាយម៉េចគឺអត់ទេបាទអូខេអញ្ចឹងនៅក្នុងការរំលឹកទ្រឹស្ដីនេះផងដែរមិញគ្រាន់ជាឧទាហរណ៍មួយទេហើយខ្ញុំឧទាហរណ៍បដាខ្ញុំបាទលើកចូលមកក្នុងមេរៀនបដាដើម្បីឲ្យនិស្សិតទាំងអស់គ្នាអាចនឹងងាយយល់បាទអូខេអញ្ចឹងមាន3ចំណុចដែលនិស្សិតទាំងអស់គ្នាត្រូវបាទយល់ដឹងថាការរំលឹកទ្រឹស្ដីនេះគឺបាទផ្ដោតសំខាន់ទៅលើអីខ្លះហើយបាទសំដៅទៅលើអីខ្លះអញ្ចឹងនៅក្នុងចំណុចទី1ខ្ញុំសូមអានជូនបាទuh, literature review is written to examine recent or historically significant research study company data or industry report that as a basic for the purpose study អញ្ចឹងអានោះមានន័យថាម៉េចគេនិយាយអំពីការរំលឹកទ្រឹស្ដីហ្នឹងគឺបាទសំដៅទៅដល់ការសរសេរឡើងវិញបាទការសរសេរឡើងវិញមានន័យថាសៀវភៅដែលយើងលើកមកជាការរំលឹកទ្រឹស្ដីហ្នឹងមានន័យថាសៀវភៅហ្នឹងគឺជាសៀវភៅដែលគេបានបោះពុម្ពរួចទៅហើយមានឈ្មោះបាទមានលេខទំព័រមានអ្នករៀបរៀងឬក៏អ្នកនិពន្ធអីផ្សេងៗហ្នឹងបាទរួចមកហើយឬក៏ឯកសារនៅក្នុងក្រុមហ៊ុនឬក៏នៅក្នុងសហគ្រាសណាមួយហ្នឹងដែលគេបានរៀបចំរួចហើយបាទហើយយើងលើកយកមកសរសេរសារថ្មីឡើងវិញបាទសារថ្មីឡើងវិញបាទសូមបកជូនឡើងវិញគឺការរំលឹកទ្រឹស្ដីគឺជាការសរសេរបាទឡើងវិញបាទដើម្បីបាទពិនិត្យមើលថាតើបាទការទិន្នន័យឬក៏ការរំលឹកទ្រឹស្ដីទាំងអស់ហ្នឹងវាត្រូវជាមួយនឹងប្រធានបទដែលយើងលើកយកមកហ្នឹងដែរអត់ដូចជាការគ្រប់គ្រងការលក់បាញ់មិញហ្នឹងអញ្ចឹងទៅរកមើលឯកសារណាដែលគេបានរៀបចំចងក្រងបោះពុម្ពមានឈ្មោះអ្នកនិពន្ធមានឈ្មោះសៀវភៅមានលេខទំព័របាទមានឆ្នាំក្នុងការនិពន្ធអីផ្សេងៗហ្នឹងបាទយកអាហ្នឹងមកហើយត្រូវជាមួយនឹងប្រធានបទយើងបាទតើនៅក្នុងឆ្នាំណាគេនិយាយបែបម៉េចនៅក្នុងឆ្នាំណាគេនិយាយបែបម៉េចបាទដែលមានលក្ខណៈជាប្រវត្តិសាស្ត្របាទដែលមានលក្ខណៈជាប្រវត្តិសាស្ត្របាទមានន័យថាម៉េចមានន័យថាឯកសារទាំងអស់ហ្នឹងគឺបានចងក្រងបាទរាប់សិបឆ្នាំឬក៏ឆ្នាំកន្លងផុតទៅហើយបាទឆ្នាំកន្លងផុតទៅហើយគឺយើងលើកយកមកសរសេរឡើងវិញដើម្បីឲ្យបាទស៊ីជាមួយនឹងប្រធានបទរបស់យើងដែលយើងបានលើកយកមកធ្វើការសិក្សានេះឯងបាទចំណុចទី2គេហៅថា begin your discussion of the relative literature and relevant secondary data from a comprehensive perspective បាទមានន័យថាម៉េច
មានន័យថាការចាប់ផ្ដើមបាទការចាប់ផ្ដើមឬក៏ទម្រង់នៃការពិភាក្សារបស់យើងហ្នឹងគឺធ្វើម៉េចឲ្យមានទំនាក់ទំនងរវាងគ្រឹស្ដីនិងការអនុវត្តជាក់ស្ដែងឬក៏គេហៅម្យ៉ាងទៀតថាទិន្នន័យបន្ទាប់ផ្សំដែលពាក់ព័ន្ធជាមួយនឹងទស្សនៈរបស់អ្នកប្រាជ្ញណាមួយបាទយ៉ាងទូលំទូលាយនេះឯងបាទបាទអញ្ចឹងធ្វើម៉េចគ្រឹស្ដីនិងការអនុវត្តពេលដែលយើងចុះទៅអង្គភាពហ្នឹងគឺតើវាស៊ីគ្នាអត់ឧទាហរណ៍ថាគេនិយាយការគ្រប់គ្រងគឺជាដំណើរការនៃការរៀបចំផែនការចាត់តាំងដឹកនាំនិងត្រួតពិនិត្យដើម្បីប្រើប្រាស់ធនធានមនុស្សនិងធនធានដទៃទៀតហ្នឹងឲ្យមានប្រសិទ្ធភាពបាទបែបអញ្ចឹងតើនិយមន័យបាទដែលតកតងជាមួយនឹងការគ្រប់គ្រងបែបអញ្ចឹងហើយយើងឆ្លោះប្រចាំងជាមួយនឹងការសកម្មភាពនៃការធ្វើការនៅក្នុងសហគ្រាសណាមួយហ្នឹងតើវាត្រូវគ្នាអត់តើរវាងបាទអ្នកគ្រប់គ្រងឬក៏អ្នកចាត់ចែងការងារនៅក្នុងអង្គភាពហ្នឹងតើគេមានបាទ4មុខងារហ្នឹងដែរអត់បាទ4មុខងារដែរអត់ន័យថាការគ្រប់គ្រងក្នុងសហគ្រាសមួយហ្នឹងមានបាទផែនការដែរអត់បាទមានផែនការអឺដូចជាតកតងជាមួយនឹងគំរូបទដ្ឋានតកតងជាមួយនឹងបាទបែបបទអីមុនយើងចូលធ្វើការហ្នឹងត្រូវផែនការចេញចូលមកប្រមាណអីផ្សេងៗហ្នឹងបាទគោលនយោបាយហ្នឹងវាតកតងជាមួយនឹងផែនការហ្នឹងហើយតើមានបាទរចនាសម្ព័ន្ធចាត់តាំងដែរឬទេមានអ្នកដឹកនាំដែរទេនៅក្នុងអង្គភាពហ្នឹងហើយមានការវិតម្លៃត្រួតពិនិត្យដែរទេបាទអញ្ចឹងនៅពេលដែលយើងលើកយកប្រធានបទតកតងជាមួយនឹងការគ្រប់គ្រងហ្នឹងគឺត្រូវតែស៊ីគ្នាដែរអត់រវាងគ្រឹស្ដីដែលអ្នកប្រាជ្ញណាមួយនេះគេនិយាយអញ្ចឹងហើយតើនៅក្នុងសហគ្រាសហ្នឹងវាមានទម្រង់គ្រប់គ្រងបែបអញ្ចឹងដែរអត់បាទចំណុចទី3បាទ moving to more specific study that are associated with your problem បាទអញ្ចឹងគេថាគ្រឹស្ដីហ្នឹងគឺត្រូវតែធ្វើការបន្តសិក្សាឲ្យជាក់លាក់បន្ថែមទៀតដើម្បីតាក់ទងជាមួយបញ្ហាប្រធានបទហ្នឹងមានន័យថាម៉េចមានន័យថានៅពេលដែលបញ្ហាឬក៏នៅពេលដែលប្រធានបទរបស់យើងបាទសិក្សាអឺទៅហើយយោងទៅលើទ្រឹស្ដីសំខាន់ដែលអ្នកប្រាជ្ញអ្នកនិពន្ធបានសរសេរចងក្រងមកហ្នឹងតើវាត្រូវជាមួយនឹងបដិបត្តិក្នុងពេលដែលយើងទៅសិក្សានេះដែរឬអត់ឬមានថែមថយអីលោកគ្រូសូមលើកឡើងបន្ថែមទៀតទាក់ទងជាមួយនឹងប្រធានបទទីផ្សារចោះប្រធានបទទីផ្សារកាលពីមុនបាទឧទាហរណ៍ថាទីផ្សារសម័យបុរាណឬក៏ទីផ្សារបាទ10-20ឆ្នាំមុនហ្នឹងគឺមានតែ 4P ទេបាទមានតែ 4P ទេគេនិយាយអំពីគ្រឹស្ដីផ្សេងៗដែលតាក់ទងជាមួយនឹងទីផ្សារហ្នឹងមុខងារមានតែឬក៏ marketing mix ហ្នឹងមានតែ 4P ទេគឺមានតែផលិតផលមានការកំណត់ថ្លៃមានទីកន្លែងមានការផ្សព្វផ្សាយមាន4ហ្នឹងគឺគ្រប់គ្រាន់ហើយអត់ចាំបាច់អីទៀតទេប៉ុន្តែនៅពេលដែលយើងលើកគ្រឹស្ដីផ្សេងៗមកបាទក្នុងការសិក្សានៅក្នុងបរិបទឥឡូវនេះស្រាប់តែយើងគិតថាបាទគ្រឹស្ដីចាស់បាទគ្រឹស្ដីចាស់ហ្នឹងគឺ4ហ្នឹងគឺអត់គ្រប់គ្រាន់ទេត្រូវតែមាន3បន្ថែមទៀតបាទ3បន្ថែមទៀតឡើងរហូតដល់ 7P ដែលក្នុងហ្នឹងត្រូវបន្ថែម people មនុស្សដែលត្រូវធ្វើការឲ្យមានវិជ្ជាជីវៈបាទមានវិជ្ជាជីវៈហើយបាទ process មួយទៀតបាទ process គឺសំដៅទៅលើសេវាកម្មរហ័សរហួនបាទមិនឲ្យយឺតទេមិនឲ្យភ្ញៀវចាំយូរទេមិនឲ្យបាទការដឹកជញ្ជូនមិនឲ្យយឺតទេបាទត្រូវតែរហ័សរហួនបាទអញ្ចឹងមានមួយទៀតគឺបាទ physical environment បាទឬក៏ physical evidence អញ្ចឹងត្រូវមាន3នឹងបន្ថែមទៀតអញ្ចឹងយ៉ាងម៉េចទី3នេះគឺថាឲ្យយើងសិក្សាបាទបន្ថែមទៀតឲ្យជាក់លាក់ក្នុងដែលមានទំនាក់ទំនងជាមួយនឹងបញ្ហាបាទបញ្ហាឬក៏ប្រធានបទហ្នឹងបាទបញ្ហា problem your problem ហ្នឹងគឺសំដៅទៅលើប្រធានបទរបស់អ្នកបាទអូខេអញ្ចឹងចំណុច3នេះគឺអ្វីដែលគេឲ្យយើងពិចារណាដើម្បីរៀបចំបាទទ្រឹស្ដីឲ្យត្រូវជាមួយនឹងប្រធានបទយើងកុំឲ្យវាបាទ
ឆ្ងាយពីប្រធានបទពេកឬក៏តិចជាងប្រធានបទបាទប៉ុណ្ណឹងអត់ទាន់គ្រប់គ្រាន់ទេនិស្សិតទាំងអស់គ្នាបាទយើងលើកមកប៉ុណ្ណឹងក៏អត់គ្រប់គ្រាន់ទេមានរបៀបរបស់វាទៀតបាទខ្ញុំសូមអាននេះជូនមួយទៀតសូមអានជាខ្មែរទៅការរំលឹកគ្រឹះស្ដីគឺជាប្រភេទបាទនៃការសរសេរបែបសិក្សាដែលផ្ដល់នូវទិដ្ឋភាពទូទៅនៃចំណេះដឹងដែលមានស្រាប់នៅក្នុងវិស័យស្រាវជ្រាវជាក់លាក់មួយការសរសេរពិនិត្យអក្សរសិល្ប៍ល្អសង្ខេបវិភាគពីតម្លៃសំយោគអក្សរសិល្ប៍ដែលពាក់ព័ន្ធនៅក្នុងវិស័យស្រាវជ្រាវជាក់លាក់មួយបាទអញ្ចឹងនៅក្នុងរំលឹកគ្រឹះស្ដីនេះក៏មាននិយមន័យថ្មីមួយទៀតដែរបាទគេបញ្ជាក់ថាការរំលឹកគ្រឹះស្ដីហ្នឹងវាជាប្រភេទបាទសរសេរអំពីទិដ្ឋភាពទូទៅដែលតាក់ទងជាមួយនឹងចំណេះដឹងហើយក្នុងវិស័យដែលបាទវិស័យជាក់លាក់ហ្នឹងគឺតាក់ទងជាមួយប្រធានបទយើងបាទធ្វើម៉េចឲ្យប្រធានបទយើងស៊ីគ្នាជាមួយនឹងបាទការរំលឹកគ្រឹះស្ដីហ្នឹងហើយគេឲ្យយើងពិនិត្យមើលថាអក្សរសិល្ប៍បាទសង្ខេបមកកុំឲ្យវែងពេកហើយវិភាគមើលតើពេលដែលយើងវាតម្លៃឬក៏សំយោគទៅវាពាក់ព័ន្ធជាមួយនឹងការស្រាវជ្រាវយើងដោយជាក់លាក់ដោយច្បាស់លាស់ដែរទេបាទអញ្ចឹងតកតងជាមួយនឹងការរំលឹកគ្រឹះស្ដីនេះគេមិនឲ្យសរសេរវែងហួសហេតុឬក៏ខ្លីពេកទេធ្វើម៉េចឲ្យវាគ្រប់គ្រាន់ល្មមសមាមាត្រជាមួយនឹងប្រធានបទបាទអូខេអញ្ចឹងនៅក្នុងការរំលឹកគ្រឹះស្ដីនេះផងដែរបាទនៅក្នុងនេះគេដាក់ថាគន្លឹះក្នុងការរំលឹកវណ្ណកម្មប៉ុន្តែវណ្ណកម្មក៏ដោយរំលឹកគ្រឹះស្ដីក៏ដោយជាពាក្យតែមួយទេបាទគាត់ថាខ្មែរយើងជាទូទៅមានពាក្យភាសាច្រើនបាទអញ្ចឹងនៅក្នុងនេះគេថាមាន5បាទមាន5ដើម្បីរំលឹកគ្រឹះស្ដីឲ្យត្រូវបាទគឺមាន5អញ្ចឹងទី1កំណត់បញ្ហាស្រាវជ្រាវនិងគោលបំណងបាទកំណត់បញ្ហាស្រាវជ្រាវនិងគោលបំណងមានន័យថាម៉េចពេលដែលយើងបាទស្វែងរកគ្រឹះស្ដីដែលតាក់ទងជាមួយនឹងប្រធានបទនេះយើងត្រូវមើលប្រធានបទម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតហើយត្រូវដឹងថាតើគោលបំណងនៃការស្រាវជ្រាវរបស់យើងនេះចង់បានអីបាទចង់បានអីអញ្ចឹងសរសេរគោលបំណងហើយបានយើងចាប់ផ្ដើមរកប្រធានបទឃើញបាទសំទោសយើងសរសេរគោលបំណងនៃការស្រាវជ្រាវហើយទើបយើងអាចស្វែងរកទ្រឹស្ដីដែលតាក់ទងជាមួយនឹងបាទប្រធានបទយើងឃើញកុំឲ្យយើងចង់បានបាទរឿងផ្សេងហើយដល់ពេលយើងទៅរកផ្សេងហ្នឹងអត់កើតទេគេថាត្រូវដឹងថាការស្រាវជ្រាវនោះកំពុងដោះស្រាយបញ្ហាអ្វីហើយគោលបំណងអ្វីដែរអញ្ចឹងយើងរកទៅបាទអូខេស្វែងរកបាទនិងជ្រើសរើសទ្រឹស្ដីដែលពាក់ព័ន្ធបាទអញ្ចឹងខ្ញុំសូមបាទកន្លែងទៅមើលបាទប្រធានបទរបស់ខ្ញុំឡើងវិញបាទខ្ញុំនិយាយអំពីការគ្រប់គ្រងការលក់ហើយការគ្រប់គ្រងការលក់របស់ខ្ញុំនេះគឺខ្ញុំបាទសំដៅទៅលើបាទធម្មតាការគ្រប់គ្រងមានមុខងារ4បាទហើយការលក់ហ្នឹងគឺបាទគឺខ្ញុំផ្ដោតទៅលើ personal selling គឺផ្ដោតទៅនឹងបាទបុគ្គលិកផ្នែកលក់អញ្ចឹងពាក្យថាគ្រប់គ្រងត្រូវតែមាន4មុខងារបាទដូច្នេះការដែលយើងស្រាវជ្រាវគឺខ្ញុំមានគោលបំណងរបស់ខ្ញុំគឺមានប៉ុណ្ណេះបាទមានប៉ុណ្ណេះទី1គឺការធ្វើផែនការបាទទី2ការធ្វើផែនការលក់បាទទី2ការរៀបចំកម្លាំងលក់ទី3ការបណ្ដុះបណ្ដាលបុគ្គលិកផ្នែកលក់ទី4ការដឹកនាំទី5ការត្រួតពិនិត្យលើបញ្ហាទិញបាទបញ្ជាទិញបាទនិងចុងក្រោយការបង្កើនកម្មវិធីបាទលក់ជាយុទ្ធសាស្ត្រអញ្ចឹងគោលបំណងរបស់ខ្ញុំពេលខ្ញុំទៅរកការរំលឹកគ្រឹះស្ដីនេះខ្ញុំត្រូវរៀបចំគោលបំណងស្រាវជ្រាវរបស់ខ្ញុំឲ្យហើយសិនបាទបន្ទាប់មកទៀតបានចាប់ផ្ដើមស្អីទៅជាការធ្វើផែនការលក់ហើយស្អីទៅជាការរៀបចំកម្លាំងលក់
អ្វីទៅជាការបណ្ដុះបណ្ដាលបុគ្គលិកផ្នែកលក់ហើយអ្វីជាការដឹកនាំការត្រួតពិនិត្យលើការបញ្ជាទិញហើយអ្វីទៅជាការបង្កើនកម្មវិធីលក់ជាយុទ្ធសាស្ត្រអញ្ចឹងមានអីខ្លះអញ្ចឹងបន្ទាប់ពីយើងគិតគូរអំពីគោលបំណងហើយគោលបំណងនេះកំណត់បញ្ហាមានន័យថារៀបចំប្រធានបទហើយយើងរៀបចំគោលបំណងហើយបន្តមកទៀតបានយើងគិតថាតើយើងត្រូវទៅរកទ្រឹស្ដីដែលពាក់ព័ន្ធជាមួយនឹងគោលបំណងរបស់យើងនឹងនៅកន្លែងណាមានទីណាដែលមានទី2ស្វែងរកឬជ្រើសរើសទ្រឹស្ដីដែលពាក់ព័ន្ធអញ្ចឹងស្វែងរកទ្រឹស្ដីឬ model ដែលពាក់ព័ន្ធជាមួយប្រធានបទជ្រើសរើសតែទ្រឹស្ដីដែលអាចអភិវឌ្ឍជាគ្រោងគំនិតស្រាវជ្រាវបានអញ្ចឹងយើងដូចតាក់ទងជាមួយនឹងការគ្រប់គ្រងវាមានច្រើនមានគ្រប់គ្រងធនធានមនុស្សមានគ្រប់គ្រងគណនេយ្យគ្រប់គ្រងសេដ្ឋកិច្ចគ្រប់គ្រងអីចឹងទៅប៉ុន្តែយើងអត់យកគ្រប់គ្រងខាងក្នុងទេគឺយើងយកទៅមិនឲ្យតាក់ទងជាមួយនឹងប្រធានបទរបស់យើងតាក់ទងប្រធានបទយើងការគ្រប់គ្រងការលក់នេះឯងហើយទី3វិភាគប៉ាន់ប្រមាណទ្រឹស្ដីនីមួយៗអញ្ចឹងគេថាឲ្យយើងប្រៀបធៀបគ្នាដើម្បីឃើញអត្ថប្រយោជន៍និងកម្រិតកម្រងរបស់ទ្រឹស្ដីនីមួយៗមិនឲ្យទ្រឹស្ដីផ្សេងហើយការអនុវត្តផ្សេងនេះគេឲ្យយើងធ្វើម៉េចឲ្យប្រៀបធៀបឲ្យឃើញពីអត្ថប្រយោជន៍នៃទ្រឹស្ដីហ្នឹងមួយទៀតគឺរៀបចំនៅគ្រោងរចនាបទគ្រោងទ្រឹស្ដីស្រាវជ្រាវគូកងទ្រឹស្ដីជាប្រព័ន្ធអប់រំផ្នែកគំនិតដែលជាជំនួយសម្រាប់ការសិក្សាអញ្ចឹងធ្វើម៉េចឲ្យវាមានលំដាប់លំដោយវាធ្វើម៉េចឲ្យការអានរបស់ពេលយើងសរសេរសៀវភៅហើយឲ្យគេអានហើយគេអាចយល់បានឲ្យខ្លាយទៅជាគំនិតហើយគំនិតទាំងអស់ហ្នឹងគឺយើងអាចយកទៅជំនួយដល់ការវិភាគរបស់យើងដែរមិនមែនធ្វើឲ្យទៅហួយព្រោះអាហ្នឹងវាគឺជាទិន្នន័យទី2ទី5អភិវឌ្ឍនិងអត្ថាធិប្បាយពីទ្រឹស្ដីដែលបានជ្រើសរើសបង្ហាញរបៀបទ្រឹស្ដីនោះអាចគ្រប់គ្រងឬក៏ការអភិវឌ្ឍលើការស្រាវជ្រាវនេះឯងអញ្ចឹងចូលមកមួយទៀតគឺតកតងជាមួយនឹងសារៈសំខាន់ជាចម្បងនៃការរំលឹកទ្រឹស្ដីការរំលឹកទ្រឹស្ដីក្នុងការស្រាវជ្រាវគឺមានលក្ខណៈសំខាន់ជាចម្បងដោយសារតែទី1ផ្ដល់មូលដ្ឋាននៃចំណេះដឹងទ្រឹស្ដីជួយឲ្យអ្នកស្រាវជ្រាវយល់ពីបរិបទដែលបញ្ហាតាក់ទងពាក់ព័ន្ធនឹងប្រធានបទស្រាវជ្រាវបើសិនតែគ្មានទ្រឹស្ដីទេយើងមិនដឹងថានិយាយពីអីទេការស្រាវជ្រាវរបស់យើងគឺគ្មានការប្រៀបធៀបទី2សម្រួលដល់ការរៀបចំស្រាវជ្រាវវាជួយក្នុងការកំណត់មុខងារអថេទំនាក់ទំនងដែលរំពឹងទុកក្នុងការស្រាវជ្រាវអញ្ចឹងយើងគិតថាពេលដែលយើងលើកទ្រឹស្ដីមួយហើយនៅពេលយើងអនុវត្តហ្នឹងតើវាខុសត្រូវគ្នាបែបម៉េចយើងងាយក្នុងការវិភាគងាយក្នុងការបកស្រាយងាយឲ្យអនុសាសន៍ទី3ជួយបកស្រាយលទ្ធផលការអះអាងលទ្ធផលដោយយោងទៅលើទ្រឹស្ដីដែលបង្ហាញភាពត្រឹមត្រូវនិងជាក់លាក់ទី4ផ្ដល់សំណុំនៃការសិក្សាវាបង្កើតជាប្រព័ន្ធគំនិតសម្រាប់ធ្វើការវិភាគប្រៀបធៀបបន្ថែមចំណេះដឹងគេអាចនិយាយម្យ៉ាងទៀតថាការរំលឹកទ្រឹស្ដីគឺតភ្ជាប់ការស្រាវជ្រាវរបស់អ្នកទៅនឹងសេចក្តីស្រាវជ្រាវមុននៃចំណេះដឹងដែលមានស្រាប់អញ្ចឹងទ្រឹស្ដីមិនគ្រាន់តែគាំទ្រដល់ប្រធានបទឬក៏ជួយឲ្យប្រធានបទហ្នឹងមានភាពរស់រវើកទេគឺវាថែមទាំងផ្ដល់ចំណេះដឹងដល់ខ្លួនយើងដល់ខ្លួនយើងបន្ថែមទៀតតាមរយៈការស្វែងរកទ្រឹស្ដីដែលពាក់ព័ន្ធប្រធានបទហ្នឹងដែលជាចំណេះដឹងមានស្រាប់យើងអត់ពិបាកទៅវិភាគអីវែងឆ្ងាយទេព្រោះដោយសារហ្នឹងគឺជាអ្នកប្រាជ្ញឬក៏អ្នកនិពន្ធមុនគេមានការយល់ដឹងជាងយើងអញ្ចឹងនៅពេលដែលយើងបានដកស្រង់អីមកថែមទៀតទៅវាអាចតភ្ជាប់ការស្រាវជ្រាវរបស់យើងហ្នឹងជាមួយនឹងទ្រឹស្ដីពីមុនដែលមានស្រាប់ហ្នឹងធ្វើឲ្យយើងកើនចំណេះដឹងថែមទៀតធម្មតានៅពេលដែលយើងដឹងរឿងអីមួយតែយើងយល់ឃើញរឿងថ្មីមួយហើយយើងស្ដាប់យើងអាន
បាទសិភៅយើងស្ដាប់អ្នកប្រាជ្ញយើងស្ដាប់បណ្ឌិតយើងស្ដាប់អ្នកចេះដឹងណាមួយតែងតែបង្កើតឲ្យមានរបបកំហើញដោយសារខួរក្បាលរបស់យើងគឺមានបាទការគិតគេហៅថាវិចារណញ្ញាណនោះបាទការគិតបាទអញ្ចឹងនៅពេលដែលយើងស្ដាប់គេបាទយើងនឹងអាចកើតគំនិតថ្មីមួយបាទកើតគំនិតថ្មីមួយជាគំនិតរបស់ខ្លួនឯងបាទអូខេបាទអញ្ចឹងនៅពេលដែលយើងស្វែងរកទ្រឹស្ដីទាំងអស់ហ្នឹងយើងមិនអាចអត់ឯកសារយោងទេព្រោះនៅពេលគេសួរនៅពេលដែលគណៈកម្មការសួរឬក៏អ្នកអានហ្នឹងបាទអានទាំងតែសពេចសពិលបើសិនជាយើងមានឯកសារយោងថាយើងចេះតែដាក់យើងចេះតែរៀបចំទៅសរសេរទៅឲ្យទៅរួចពីដៃឲ្យតែអ្នកអានឲ្យតែអ្នកអឺពិនិត្យនឹងរួចអានឹងអត់យកទេបាទអញ្ចឹងពេលដែលយើងអានគឺគ្មានព្រលឹងប្រលះឬក៏ភ័យខ្លាចយើងយល់ទៅថាកាន់តែខុសទៅខុសជាន់ឬខុសបាទអានដូចគ្មានទំនុកចិត្តទេបាទអញ្ចឹងនៅពេលយើងមានឯកសារយោងគឺយើងអាចគិតថាអូនេះគឺមាននៅក្នុងសភៅនេះហើយសភៅនេះទៅស្អីដែរពីណាគេយើងមានទំនុកចិត្តក្នុងការអានអញ្ចឹងនៅក្នុងឯកសារយោងនេះផងដែរគឺសម្រាប់សៀវភៅគេឲ្យយើងនឹងដាក់នាមតកូលមុននាមតកូលហើយនាមខ្លួនរបស់អ្នកនិពន្ធឬក៏ក្រុមនិពន្ធបាទបន្តមកទៀតយើងដាក់ឆ្នាំនៃការបោះពុម្ពហើយបានដាក់ចំណងជើងនិងឈ្មោះបោះពុម្ពបាទគឺស្ថានភាពបោះពុម្ពនឹងហើយសម្រាប់គេហទំព័រវិញឈ្មោះអ្នកនិពន្ធអង្គការបាទហើយឆ្នាំបន្តមកទៀតឆ្នាំនៃការបោះពុម្ពហើយបន្តមកទៀតចំណងជើងទំព័រឬក៏ឈ្មោះគេហទំព័របាទអញ្ចឹងនិស្សិតទាំងអស់គ្នាបាទសូមមើលលើឧទាហរណ៍នេះបាទឧទាហរណ៍ថា reference បាទឯកសារយោងនោះគឺដកចេញពីឈ្មោះDavid បាទ David W Walker បាទហើយឆ្នាំដែលគាត់សរសេរហ្នឹងគឺឆ្នាំ1989សរសេរអំពី strategy rhetoric បាទ market management បាទអញ្ចឹងទៅហើយនៅក្នុងបាទដូចជាសាកលវិទ្យាល័យបាទក្នុងវិទ្យាល័យមួយហ្នឹងនៅក្នុងបាទ UK បាទទំព័រលេខ47អញ្ចឹងទាំងអស់នេះគឺជា reference ឬក៏គេហៅថាឯកសារយោងបាទអញ្ចឹងខ្ញុំសូមប្រវែនិស្សិតទាំងអស់គ្នាទៅបាទឧទាហរណ៍របស់ខ្ញុំបាទបាទសូមចាំតិចទៅខ្ញុំរៀបបង្ហាញអំពីឯកសារយោងបន្តិចអូខេនេះឯកសារយោងរបស់ខ្ញុំអញ្ចឹងពីដំបូងគឺខ្ញុំបាទដាក់ឈ្មោះបាទឈ្មោះបាទនេះឈ្មោះណាំសារិទ្ធបាទសៀវភៅចំណងជើងសៀវភៅការគ្រប់គ្រង marketing ហើយនៅក្នុងវគ្គទី1ឆ្នាំ2022ទំព័រលេខ256បាទអញ្ចឹងយើងមកមើលថាបាទលេខ4នេះបាទនេះលេខ4ពីត្រឹមនេះទៅអញ្ចឹងពីត្រឹមហ្នឹងទៅរហូតបាទរហូតដល់ក្រោមហ្នឹងគឺខ្ញុំដកស្រង់ចេញពីសៀវភៅលោកណាំសារិទ្ធបាទការគ្រប់គ្រង marketing វគ្គទី1ឆ្នាំ2022ទំព័រលេខ256បាទដែលគេនិយាយអំពីអីគេបាទដែលគេនិយាយអំពីការគ្រប់គ្រងក្រុមលក់បាទអញ្ចឹងការគ្រប់គ្រងក្រុមលក់ពាក្យសម្ដីទាំងអស់នេះមិនមែនខ្ញុំជាអ្នកសរសេរទេក្នុងការរំលឹកទ្រឹស្ដីនេះគឺលោកណាំសារិទ្ធបាទលោកណាំសារិទ្ធហ្នឹងគាត់សរសេរបាទហើយលោកណាំសារិទ្ធនេះគឺជាអ្នកនិពន្ធសៀវភៅផ្នែក marketing បាទផ្នែក marketing នេះឯងចឹងគាត់និយាយថាម៉េចទេគឺយើងកត់ចូលទាំងអស់ដោយសារពីពាក់ព័ន្ធជាមួយប្រធានបទរបស់យើងបាទហើយមួយទៀតបាទក៏ណាំសរិទ្ធដែរប៉ុន្តែទំព័រផ្សេងគ្នាបាទ256ផ្សេងវគ្គ1បាទបន្តមកទៀតយើងសម្រាប់សៀវភៅដែលយើងលើកយកមកនេះទោះបីទ្រឹស្ដីដូចគ្នាក៏ដោយឬក៏ខុសគ្នាតិចតួចក៏ដោយក៏យើងត្រូវតែលើកមកដែរព្រោះពាក្យសម្ដីទាំងអស់ហ្នឹងគឺជាពាក្យសម្ដីបាទរបស់អ្នកប្រាជ្ញផ្សេងគ្នាបាទអ្នកប្រាជ្ញផ្សេងគ្នាដូចនេះបាទនៅក្នុងប្រធានបទដដែលបាទការដកស្រង់ចេញពីសៀវភៅលោកអ៊ុលវ៉ាន់និងលោកលីឆាយ
ចំណងជើងការគ្រប់គ្រង marketing វគ្គទី2 2022ទំព័រទី329បាទនេះលេខ6អញ្ចឹងយើងទៅមើលលេខ6នេះគាត់និយាយអំពីដំណើរការនៃបុគ្គលិកលក់ការបង្កើតទំនាក់ទំនងអញ្ចឹងវាស្ថិតនៅក្នុងការគ្រប់គ្រងការលក់ដដែលបាទអញ្ចឹងគេនិយាយផ្សេងៗហ្នឹងយើងកត់ចូលមកបាទវិធីសាស្ត្របាទក្នុងការបាទដំណើរការលក់របស់បុគ្គលិកម្នាក់ហ្នឹងតែផ្សេងចូលមកវាតកតងជាមួយនឹងបុគ្គលិកផ្នែកលក់ចាប់ក្រុមការលក់អីហ្នឹងបាទចូលមកអូខេខ្ញុំគិតថាការបញ្យល់របស់ខ្ញុំដូចជាច្រើនមុំអាចនិស្សិតទាំងអស់គ្នាអាចបាទយល់បានណាបាទមានចម្ងល់អីផ្សេងៗអាចបាទលើកឡើងជាសំណួរឬក៏ត្រូវខ្ញុំបញ្យល់បន្ថែមអីអាចបាទអាចសួរណាអរគុណសម្រាប់វីដេអូនេះខ្ញុំសូមបញ្ចប់ត្រឹមប៉ុណ្ណឹង